បាទព័ត៌មានទី1នេះគឺខ្ញុំដកស្រង់ចេញពីសេចក្តីរាយការណ៍របស់សារព័ត៌មានWashington Post បាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ Washington Post នោះបានឲ្យដឹងថាគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកណាលោក Donald Trump លោកបានប្រកាសកាលពីយប់មិញម៉ោងនៅសហរដ្ឋអាមេរិកនេះគឺទៅជាពេលព្រឹកព្រលឹមថ្ងៃសៅរ៍នៅប្រទេសកម្ពុជានិងនៅបារាំងហើយណាបាទគាត់ថាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកទៅលើកោះ Kerch បាទដែលជាកោះដែលមានគោលដៅប្រេងរបស់អ៊ីរ៉ង់ខ្លាំងបាទដែលក្នុងពេលកន្លងមកគឺអ៊ីរ៉ង់ធ្លាប់បានពមៀនបើពីព្រោះកន្លែងហ្នឹងដូចជាគេថាដួងកែវមួយរបស់អ៊ីរ៉ង់អញ្ចឹងជាប្រភពដង្ហើមហើយបាទហើយអ៊ីរ៉ង់ធ្លាប់ដឹងថានឹងចំណុចខ្សោយរបស់ខ្លួនក៏ធ្លាប់បានពមៀនរបស់អាមេរិកដែរថាកុំវាយប្រហារកន្លែងហ្នឹងឲ្យសោះបាទគឺមិនអញ្ចឹងទេគឺបាទគឺអ៊ីរ៉ង់នឹងសងសឹកប៉ុន្តែដល់យប់មិញនេះគឺផែនការសម្រេចហើយថាទម្លាក់កន្លែងហ្នឹងបាទកោះហ្នឹងគឺនៅចម្ងាយជាពីដីគោកមកវានៅកោះប៉ុន្តែវានៅឆ្ងាយពីដីគោករបស់អ៊ីរ៉ង់ចម្ងាយប្រហែលជា20គីឡូជាងមកខ្ទង់ជិត25គីឡូបាទនៅពីដីគោករបស់អ៊ីរ៉ង់ហើយនៅក្នុងឈូងសមុទ្រវានៅក្នុងឈូងសមុទ្រហើយគឺជាចំណុចកណ្ដាលនៃសេដ្ឋកិច្ចដែលរបស់អ៊ីរ៉ង់ហើយវាមានព័ទ្ធជំវិញទៅដោយបាទមូលដ្ឋានយោធាអញ្ចឹងបានន័យថាកន្លែងកណ្ដាលហ្នឹងយោធាកន្លែងនេះការពារប៉ុន្តែការពារពីខាងចូលមិនឲ្យចូលតាមប្រទឹកតែដល់ពេលអាមេរិកទម្លាក់ពីលើអាកាសចាំមូលដ្ឋានយោធាបាទដូច្នេះវាអាចនឹងប៉ះពាល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់នឹងខ្លាំងតែម្ដងរហូតដល់សារព័ត៌មានក៏ថាបើសិនជាដាច់កន្លែងនឹងបានសូម្បីតែប្រាក់បៀវត្សសម្រាប់បើកឲ្យយោធារបស់អ៊ីរ៉ង់ហ្នឹងក៏ស្ទឹងតែរកមិនបានផងដែរបាទលោកត្រាំបានបង្ហោះសារនៅតាមបណ្ដាញសង្គម Truth Social ថាសហរដ្ឋអាមេរិកគឺឥឡូវហ្នឹងគឺបំផ្លាញគោលដៅយោធាហ្នឹងដែលជាគ្រឿងលម្អមកដូចជាគ្រឿងលម្អមកុដមួយ Grand Jewel របស់អ៊ីរ៉ង់នឹងចោលសិនបាទឥឡូវដាក់កន្លែងយោធាកន្លែងហ្នឹងសិនមកដល់ពេលនេះគឺខាងយោធាអ៊ីរ៉ង់និងប្រទេសទាំងអស់ដែលពាក់ព័ន្ធនឹងរបបនេះគួរតែដាក់អាវុធរបស់ពួកគេហើយជួយសង្គ្រោះអ្វីដែលនៅសេសសល់ដែលនៅមិនសល់ច្រើនប៉ុន្មានទេបាទនេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី Donald Trump ពេលដែលលោកបង្ហោះសារនោះពេលកំពុងតែធ្វើដំណើរទៅរដ្ឋ Florida ទៅដើម្បីកន្លែងដែលគាត់សម្រាកនៅកន្លែងភូមិគ្រឹះរបស់គាត់បើពីព្រោះអីប្រធានាធិបតីរបស់អាមេរិកគាត់មានផ្ទះគាត់ឯកជននោះបាទទៅពីចុងសប្តាហ៍អញ្ចឹងគាត់ទៅបាទដោយលោកត្រាំលោកអាសាអញ្ជើញទៅMar-a-Lago កាលមុនគាត់អាសាអញ្ជើញទៅ New York បាទពីព្រោះគាត់មាន Trump Tower មានផ្ទះគាត់នៅ New York គាត់អាសាអញ្ជើញទៅនោះបាទឥឡូវនេះទៅ Mar-a-Lago ពីព្រោះ Mar-a-Lago របស់គាត់ហ្នឹងភូមិគ្រឹះរបស់គាត់ហ្នឹងធំជាងផ្សេងតែវាមានទៅទៀតបាទហើយក្នុងពេលកន្លងមកមានព័ត៌មានថាលោកស្រីភរិយាគាត់ចូលចិត្តកន្លែងហ្នឹងច្រើនជាងពីព្រោះវាមាន privacy ច្រើនពីព្រោះនៅ White House ជារបស់រដ្ឋអញ្ចឹងធ្វើអីក៏គេដឹងដែរអញ្ចឹងបានជាប្រធានាធិបតីអាមេរិកគឺចុងសប្តាហ៍គាត់ទៅផ្ទះផ្ទាល់ខ្លួននឹងគាត់ហើយបាទអញ្ចឹងពេលហ្នឹងគឺគាត់បង្ហោះសារនឹងតែម្ដងគាត់ថាពមៀនថាឥឡូវត្រូវសង្គ្រោះនោះណាបាទលោកប្រធានាធិបតី Donald Trump កន្លងមកគឺបានសម្រេចថាមិនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងនឹងឡើយទេបាទប៉ុន្តែលោកថាលោកនឹងអាចផ្លាស់ប្ដូរបើសិនជាអ៊ីរ៉ង់នៅតែបិទច្រក Hormuz ដែលជាចំណុចខ្លាំងនៃដង្ហើមសេដ្ឋកិច្ចរបស់ពិភពលោកពីព្រោះអីចរាចរណ៍កាត់កន្លែងហ្នឹងគឺទៅបានបំផ្លាញហើយបាទដោយឡែកសម្រាប់សារៈសំខាន់វិញគឺកោះខចហ្នឹងគឺវាមានលក្ខណៈជាយុទ្ធសាស្ត្របាទសំខាន់ណាស់ហើយក្នុងពេលកន្លងមកគឺសារព័ត៌មាននានាជាពិសេស Washington Post ក៏ថាគាត់ក៏ធ្លាប់បានធ្វើបទវិភាគដែលលើកទឹកចិត្តឲ្យទាហានអាមេរិកចូលទៅវាយចូលកោះហ្នឹងតែម្ដងបាទទៅលើកោះហ្នឹងដើម្បីឈរជើងបាទពីព្រោះកន្លែងហ្នឹងកោះហ្នឹងក៏វាមានអាកាសយានដ្ឋានផងដែរហើយមានផែសម្រាប់កប៉ាល់ហើយមាន
អ្វីសម្រាប់ធ្វើចរាចរណ៍ច្រើនបាទនឹងបើតាមរូបភាពដែលបានបញ្ជាក់មកណាបាទហើយកោះហ្នឹងគឺមានយកទាហានមូលដ្ឋានទាហាននឹងការពារជុំវិញតែម្ដងដែលអាចនឹងមិនអាចឲ្យចូលបានទេបាទក៏ប៉ុន្តែបើសិនជាយកកោះនឹងបានបើសិនជាអាមេរិកត្រូវការវាដើម្បីចូលក្នុងដែនគោករបស់អ៊ីរ៉ង់គឺត្រូវចេញពីកោះហ្នឹងបាទនេះគឺជាការលើកឡើងក៏ប៉ុន្តែខាងអ៊ីរ៉ង់វិញគឺគាត់បានបញ្ចេញសារយ៉ាងមានះមកវិញផងដែរគឺគាត់ថាសហរដ្ឋអាមេរិកគឺដើរមកដល់ចំណុចមួយរបៀបគាត់ថាដូចជាបន្ទាត់ក្រហមហើយបាទបន្ទាត់ក្រហមគាត់គូថាប៉ះកន្លែងហ្នឹងគឺជាកន្លែងមួយដែលចំណុចខ្លាំងហើយគឺអ៊ីរ៉ង់នឹងប្រែក្លាយមូលដ្ឋានរបស់សហរដ្ឋអាមេរិកទាំងអស់បាទនឹងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកទាំងអស់ដែលនៅតំបន់មជ្ឈមបូព៌ាហ្នឹងទៅคล้ายទៅជាគំនរផេះផង់បាទគាត់ថា piles of ash បាទគឺជាគំនរផេះផង់ហើយដែលជាសញ្ញាមួយដែលបង្ហាញថាអ៊ីរ៉ង់នឹងមិនចុះចាញ់នោះទេហើយបើតាមព័ត៌មានចុងក្រោយនេះគឺបានឲ្យដឹងថាអ៊ីរ៉ង់ឥឡូវនេះផ្លោងដាក់ប្រទេសទូតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ថែមទៀតបាទជាលើកទី2ហើយដែលស្ថានទូតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នេះរងការវាយប្រហារពីអ៊ីរ៉ង់ហើយព័ត៌មានដែលបង្ហាញជាបឋមពីការខូចខាតនោះគឺបាញ់ចំកន្លែងជើងទម្រសម្រាប់ពីសម្រាប់ហេលីកុបទ័រហោះឡើងចុះនោះបាទគឺអ៊ីរ៉ង់បាញ់ចំទៅកន្លែងនោះបាទនេះគឺជាការវិវត្តមួយដែលកាន់តែក្តៅនៅតំបន់មជ្ឈមបូព៌ាចាំបើមានការវិវត្តអ្វីថ្មីថែមទៀតខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូននៅក្នុងកម្មវិធីពេលល្ងាចឬក៏ធ្វើជាវីដេអូសម្រាប់ជូនប្រិយមិត្តផងដែរបាទព័ត៌មានទី1ណាបាទរីឯព័ត៌មានទី2ខ្ញុំជឿថាប្រិយមិត្តមួយចំនួនក៏មិនចង់ឮដែរប៉ុន្តែដូចដែលខ្ញុំបានជម្រាបប្រិយមិត្តក្នុងពេលកន្លងមកអញ្ចឹងគឺយើងត្រូវតែដឹងថាតើខាងភាគីម្ខាងទៀតគេនិយាយយ៉ាងម៉េចអំពីយើងដែរណាអញ្ចឹងជឿថាប្រិយមិត្តមួយចំនួនគាត់ពិបាកស្ដាប់ដែរអញ្ចឹងឥឡូវខ្ញុំសូមអធិស្ឋានអញ្ចឹងជម្រាបជូនថាតើលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃនេះគាត់ថ្លែងយ៉ាងម៉េចដែរអំពីស្ថានភាពព្រំដែនរវាងកម្ពុជាហើយនិងថៃហ្នឹងបាទចឹងខ្ញុំសូមដកស្រង់ពីកាសែតខៅសូតបាទខ្លីៗទេមិនជាវែងទេបាទគឺរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសៀស័កភូមិកិតកែវនោះគាត់ថាថៃចង់បានបទឈប់បាញ់ដែលមានជាយូរអង្វែងប្រកបដោយចីរភាពនោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយលោកសង្ឃឹមថានឹងកសាងទំនុកចិត្តឡើងវិញដើម្បីស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញបាទនេះបើតាមការដែលគាត់បញ្ជាក់នោះតាំងពីថ្ងៃទី13ណាថ្ងៃទី13នេះថ្ងៃសុក្រម្សិលមិញលោកសៀស័កភូមិកិតកែវបានបន្ថែមថាចេតនារបស់ប្រទេសថៃគឺយើងទៅធ្វើអ្វីដើម្បីឈានទៅអនាគតបាទស្ដារទំនាក់ទំនងប្រទេសទាំងពីរនឹងឡើងវិញទៅបាទក៏ប៉ុន្តែលោកថាលោកព្រួយបារម្ភថាកម្ពុជានឹងគឺកំពុងតែដើរខុសពីអ្វីដែលថៃចង់បានបាទគាត់ថាគឺសេចក្តីថ្លែងការណ៍របស់កម្ពុជានឹងផ្សេងអញ្ចឹងទៅប៉ុន្តែសកម្មភាពនឹងហាក់ដូចជាមិនស៊ីសង្វាក់គ្នាទេតែសកម្មភាពអ្វីដែលមិនស៊ីសង្វាក់គ្នាគាត់បានលើកនិយាយថាអូសកម្មភាពដែលមិនស៊ីសង្វាក់ហ្នឹងគឺប្រទេសកម្ពុជាបានលើកឡើងពីរឿងបញ្ហាទំនាស់កម្ពុជាហើយនិងថៃនឹងនៅវេទិកាអន្តរជាតិជាច្រើនមករួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអង្គការ UNESCO នឹងក៏កម្ពុជាលើកឡើងតុលាការយុត្តិធម៌អន្តរជាតិនឹងបាទគឺបាក់នេះថាកម្ពុជាលើកបញ្ហាហ្នឹងទៅគ្រប់វេទិកាហើយបាទសំខាន់គាត់នឹងថាវេទិកា3ធំហ្នឹងឯងគឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏កម្ពុជាយករឿងហ្នឹងទៅនិយាយទៅ UNESCO ក៏យកទៅនិយាយបន្ថែមប៉ុណ្ណឹងនោះគឺមានយករឿងហ្នឹងទៅដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៀតបាទនេះគឺភាសារបស់លោកសៀស័កភូមិកិតកែវលោកបានឲ្យលោកបន្ថែមថាកាលណាធ្វើអញ្ចឹងគឺធ្វើឲ្យស្ថានភាពហ្នឹងកាន់តែពិបាកក្នុងការដោះស្រាយបាទហើយនៅពេលដែលអ្នកសារព័ត៌មានសួរតើចុះរឿងកម្ពុជាគាត់សុំឲ្យប្រជុំគណៈកម្មការព្រំដែនចម្រុះហ្នឹងតើថៃត្រូវដោះស្រាយយ៉ាងម៉េចបាទពេលហ្នឹងគាត់ថាប្រទេសថៃត្រៀមខ្លួនជាស្រេចដើម្បីចរចាក៏ប៉ុន្តែឥឡូវកំពុងពិចារណារឿងនេះដែរមកពិចារណារឿងនេះដែរប៉ុន្តែត្រូវរងចាំណារងចាំដល់រ
រដ្ឋាភិបាលថ្មីទៅបង្កើតឡើងសិនព្រោះបញ្ហាព្រំដែននឹងវាត្រូវមាននីតិវិធីទៅដោះស្រាយឲ្យប្រុងប្រយ័ត្នហើយលោកបានមានប្រសាសន៍បន្ថែមទៀតថាប្រទេសថៃគឺថាចង់ធានាឲ្យមានស្ថានភាពរីកចម្រើននឹងគឺថាដើរទៅទិសដៅវិជ្ជមានដោយមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីទេបាទចឹងបាននៅតែអ្នកសារព័ត៌មានគាត់សួរដេញគាត់សួរពីព្រោះគាត់ថាកម្ពុជានឹងយកទៅវេទិកាអន្តរជាតិមានតុលាការមានអង្គការសហប្រជាជាតិអីចឹងបើដោះស្រាយទ្វេភាគីដល់ពេលអ្នកកាសែតក៏សួរថាចោះដោះស្រាយទ្វេភាគីហ្នឹងកម្ពុជាបានសុំឲ្យមានប្រជុំហើយតាគាត់ថានឹងរចាំសិនទៅតែចាំបង្កើតរដ្ឋាភិបាលហើយសិនបាទពីព្រោះអីថៃក៏ចង់ដោះស្រាយតែបញ្ហាទ្វេភាគីនោះឯងបើតាមកាសែតអៅសូតបានរាយការណ៍បន្ថែមថាលោកសៀស័កក៏បាននិយាយផងដែរថាលោកបានដឹងថាគណៈបាតុភូមួយមកពីប្រទេសខាងត្បូងហ្នឹងក៏បានមកទស្សនាប្រទេសកម្ពុជាហើយទៅបានគេរាយការណ៍ថាបានជំរុញឲ្យសមាជិកសភានៅទីនោះកុំឲ្យលក់យន្តហោះទៅឲ្យប្រទេសថៃបាទអញ្ចឹងបានថាកម្ពុជាជំរុញណាបាទលោកបានមានប្រសាសន៍ថាការនាំយកប្រទេសទី3ចូលក្នុងចំនួនហ្នឹងគឺមិនសមរម្យទេហើយបានអំពាវនាវឲ្យកម្ពុជាផ្ដោតលើការកែតម្រង់ទំនាក់ទំនងជាជាងការធ្វើឲ្យស្ថានភាពហ្នឹងកាន់តែស្មុគស្មាញបាទចាំបានថាកម្ពុជានឹងក៏បាននិយាយច្រើនណាជាមួយនឹងប្រទេសផ្សេងក្រៅពីយន្តការអន្តរជាតិវេទិកាអន្តរជាតិរដ្ឋមន្ត្រីការបរទេសបានបាទឥឡូវនេះគឺជាអ្វីដែលខាងថៃណាបាននេះវិញដោយឡែកលោកកៅរេមីបាទលោកកៅរេមីដែលជាប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់កម្ពុជាបាទលោកបានឃើញសារហ្នឹងគាត់បង្ហោះភ្លាមតាមបណ្ដាញសង្គមរបស់គាត់ដែរបាទហើយខ្ញុំសូមដកស្រង់ពីប្រតិកម្មរបស់ខាងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមកផងដែរបាទលោកកៅរេមីលោកបានសរសេរសារតាមបណ្ដាញសង្គមថារដ្ឋមន្ត្រីការបរទេសថៃចោទយើងថាទង្វើរបស់យើងខុសពីអ្វីដែលនិយាយគេថាគេចង់បានបទជប់បាញ់យូរអង្វែងគេចង់បានសន្តិភាពរួចហើយគេចោទកម្ពុជាបាទខ្ញុំសូមជូនទៅលោកវិញបាទលោកកៅរេមីគាត់សរសេរទាំងភាសាអង់គ្លេសផងសរសេរជាភាសាខ្មែរគាត់ថារាល់ទង្វើបោកបញ្ឆោតរបស់ថៃដែលបានធ្វើនិងកំពុងបំពេញមកលើកម្ពុជាត្រូវបង្វែរមកចោទប្រកាន់កម្ពុជាវិញខ្ញុំបានជម្រាបសហគមន៍អន្តរជាតិថាថៃគឺជាមេបោកប្រាស់បើជឿពួកគេនេះអស់ស្រូវពូជបាទនេះគឺជាប្រតិកម្មពីខាងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាផងដែរទៅលើការលើកឡើងរបស់លោកសៀស័កភួងគិតកែវណាខ្ញុំជឿថាអត្ថាធិប្បាយចុងក្រោយនេះប្រហែលជាមាននៅក្នុងគំនិតប្រិមិត្តជាច្រើនហើយបាទដោយតខ្ញុំក៏យល់អញ្ចឹងដែរបាទនិយាយមិនបាច់ថាយកប្រិមិត្តធ្វើតំណាងបាទបញ្ចូលខ្លួនឯងក្នុងរឿងខ្ញុំក៏យល់អញ្ចឹងដែរបាទគឺគាត់ធ្វើឲ្យគាត់មកចោទខ្មែរវិញពេលខ្លះគូរឿងអញ្ចឹងជឿចាប់ណាបាទដូចថាខ្លួនឯងជាអ្នកប្រព្រឹត្តចាប់ទៅតែខ្ញុំមិនឲ្យនិយាយយកល្អហើយបាទន័យថាខ្លួនឯងដឹងថាអ្វីដែលកំពុងប្រព្រឹត្តនឹងខុសហើយបាទហើយយករឿងនោះមកចោទអ្នកដទៃបាទអញ្ចឹងបានអ្នកដែលគ្នារងគ្រោះនោះគឺជឿចាប់ណាបាទអញ្ចឹងខ្ញុំយល់ពីអារម្មណ៍ប្រិមិត្តមួយចំនួនគាត់ឃើញពេលខ្ញុំដាក់តាម Facebook ទៅគាត់ធ្វើ comment ថាបងឲ្យជប់យកសំដីតានឹងមកនិយាយមកគាត់មិនចង់ឮបាទអញ្ចឹងនេះគឺជាព័ត៌មានទី2ណាបាទអញ្ចឹងព័ត៌មានទី3នេះខ្ញុំសូមជូនខ្លីទេប៉ុន្តែខ្ញុំនឹងអានវែងជូនប្រិមិត្តតាមពេលក្រោយវែងណាព័ត៌មាននេះបើសិនអានពេញគឺប្រហែលជាខ្ទង់15នាទីឯណោះបាទព័ត៌មានសរសេរយ៉ាងក្បោះក្បាយតែម្ដងឥឡូវនេះខ្ញុំជូនខ្លីបាទជូនខ្លីគឺជាសេចក្តីរាយការណ៍ exclusive របស់កាសែត Washington Post គាត់ថាបើយោងតាមប្រភព3បាទប្រភព3ដែលដឹងអំពីបញ្ហាថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងគឺចារកម្មរបស់សហរដ្ឋអាមេរិកគឺបានឲ្យដឹងថាថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែរឹងមាំបាទនៅតែមិនទាន់មានសញ្ញានៃការបែកបាក់ហើយអាចនឹងឈានទៅដល់ការដួលរលំនៅពេលណាឆាប់នេះនៅឡើយទេណាបើទោះបីជាសហរដ្ឋអាមេរិកបានវាយប្រហារសហរដ្ឋអាមេរិករួមជាមួយនឹងអ៊ីស្រាអែលបានបើកការវាយប្រហារឥតឈប់ឈរទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងគឺចូលដល់2សប្តាហ៍ហើយក៏ដោយមក2សប្តាហ៍ហើយក៏នៅតែមិនទាន់មានសញ្ញានៃការបែកបាក់ដែរបាទអញ្ចឹងខូប
ពីសប្តាហ៍ហើយប្រភពមួយបាននិយាយថាគឺមានរបាយការណ៍ចារកម្មជាច្រើនផ្ដល់នូវការវិភាគស្របគ្នាបាទគឺចារកម្មមានវិចារគឺថារបបនេះគឺនៅមិនទាន់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចនឹងដួលរលំទេបាទគឺនៅតែរក្សាការគ្រប់គ្រងទៅលើបាទស្ថាប័ននិងសាធារណជនរបស់អ៊ីរ៉ង់ហ្នឹងយ៉ាងរឹងមាំបាទនេះបើយោងតាមប្រភពដែលមិនចេញឈ្មោះដែលបានឃើញរបាយការណ៍ចារកម្មដែលបានរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំប្រភពនានាបាននិយាយថារបាយការណ៍ចុងក្រោយបំផុតបាទទៅបានសរសេរចប់ទើបតែវិតម្លៃចប់នៅក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះទេបាទដោយសារសម្ពាធនយោបាយកើនឡើងលើការលើតម្លៃប្រេងគឺលោកប្រធានាធិបតី Donald Trump បានណែនាំថាលោកនឹងបញ្ចប់ប្រតិបត្តិការយុធាដ៏ធំបំផុតនេះចាប់តាំងពីឆ្នាំ2020ចាប់តាំងពីឆ្នាំ2003មកនោះគឺលោកថាប្រហែលជាទៅធ្វើប្រតិបត្តិការនោះឲ្យចប់ឆាប់ដោយសារអីដោយសារតែបើកាលណាអូបន្លាយនឹងមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ចប៉ុន្តែសេចក្តីរាយការណ៍នេះចេញមុនពេលដែលលោកតាមលោកបានបញ្ជាឲ្យកំទេចនៅកន្លែងកំពង់ផែខានណាបាទខាច់ហ្នឹងបាទគឺដូច្នេះអាចជាតតិដែលលោកតាមលោកថានឹងធ្វើឲ្យរឿងចប់ដោយដែលរបាយការណ៍នេះបានធ្វើឬក៏ជារឿងមួយដែលលោកពង្រីកចំនួននេះក៏ប៉ុន្តែបើតាមបទពិសោធន៍កន្លងមកគឺជាការប្រឹងឲ្យបានចប់ច្រើនជាងបាទប៉ុន្តែការខិតខំបញ្ចប់សង្គ្រាមគឺវាជារឿងលំបាកបាទបើសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែរឹងមាំអញ្ចឹងគឺជារឿងមួយដែលតើអ៊ីរ៉ង់គាត់ព្រមចោះចាញ់ផងដែរនៅក្នុងសេចក្តីរាយការណ៍នោះបានឲ្យដឹងថារបាយការណ៍ស៊ើបអង្ការសម្ងាត់នេះបានគូបញ្ជាក់ពីភាពស៊ីសង្វាក់គ្នានៃថ្នាក់ដឹកនាំក្រុមបព្វជិតអ៊ីរ៉ង់ទោះបីជាមានការសម្លាប់មេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាអាលីខាមីនីនៅថ្ងៃទី28ខែកុម្ភៈដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាមន្ត្រីអ៊ីស្រាអែលបាទដែលបានចូលរួមនៅក្នុងការពិភាក្សាគ្នានោះក៏បានទទួលស្គាល់ថាបាទសង្គ្រាមគឺអាចនឹងទៅធ្វើឲ្យដល់រហូតដល់មានការដួលរលំរបបបព្វជិតហ្នឹងក៏ប៉ុន្តែក៏មិនទាន់ដល់កម្រិតមួយដែលថារបបនេះអាចនឹងដួលរលំនៅក្នុងពេលឆាប់ៗនេះទេអញ្ចឹងបានន័យថាប្រភពពីចារកម្មអាមេរិកក៏វាតម្លៃអញ្ចឹងឥឡូវខាងអ៊ីស្រាអែលក៏វាតម្លៃអញ្ចឹងដែរប្រភពបានសង្កត់ធ្ងន់ថាសារភាពនៅលើដីមានភាពប្រែប្រួលខ្លះដែរក៏ប៉ុន្តែសក្តានុពលនៅក្នុងប្រទេសអ៊ីរ៉ង់អាចបាទបើការគេធ្វើចំណោទទៅអាចនឹងផ្លាស់ប្ដូររបបនៅក្នុងពេលខាងមុខការិយាល័យនាយកស៊ើបការសម្ងាត់ជាតិនិងទីភ្នាក់ងារស៊ើបការសម្ងាត់កណ្ដាលបាទ CIA បាទពីព្រោះនៅសហរដ្ឋអាមេរិកនឹងមានស្ថាប័នស៊ើបការ3ណាបាទមិនមែនមានតែ CIA មួយគាត់ថា CIA ល្បីជាងគេបានបដិសេធមិនធ្វើអត្ថាធិប្បាយទេនៅពេលដែលសារព័ត៌មានសួររីឯបាទខាងសេតាវិមានក៏មិនបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នោះដែរបាទអញ្ចឹងនៅក្នុងរបាយការណ៍នេះគឺមានរៀបរាប់លម្អិតបន្ថែមទៀតអំពីគោលបំណងនៃការផ្លាស់ប្ដូរនោះថាតើទៅធ្វើយ៉ាងម៉េចសហរដ្ឋអាមេរិកចង់បានអ្វីដែលខ្ញុំបានជម្រាបជូនប្រិមិត្តខ្លះៗហើយពីគោលបំណងទាំង4នោះថាធ្វើយ៉ាងម៉េចបាទហើយនឹងក៏មានរៀបរាប់អំពីរចនាសម្ព័ន្ធនៅក្នុងកងទ័ពអ៊ីរ៉ង់នឹងយ៉ាងម៉េចផងដែរអញ្ចឹងខ្ញុំនឹងជូនព័ត៌មាននេះលម្អិតនៅពេលក្រោយបាទឥឡូវនេះគឺសូមជូនតែប៉ុណ្្នឹងសិនបាទដោយសារតែយប់ទៅហើយបាទអញ្ចឹងសូមរងចាំស្ដាប់នៅក្នុងវីដេអូខ្ញុំនឹងថតជាវីដេអូនៅថ្ងៃនេះជូនប្រិមិត្តបាទអញ្ចឹងសូមអរគុណសូមជម្រាបលាប្រិមិត្តបាននៅកម្ពុជាសូមសម្រាប់បានលងលក់ស្រួលហើយនៅសហរដ្ឋអាមេរិកនេះបាទសូមសម្រាប់នៅចុងសប្តាហ៍បានសេចក្តីសុខសេចក្តីចម្រើនបាទបានសប្បាយរីករាយ